សួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូនេះគឺខ្ញុំនឹងមកបង្រៀនអ្នកគ្នាពីរបៀបក្នុងការឲ្យយើងនឹងដាក់អាផ្ទាំងបាញ់ Roblox នៅក្នុងវគ្គ Block Fruit please donate ក្នុងវគ្គ donate ហ្នឹងហើយបើសិនជាយើងអត់មានអា Canva ហ្នឹងទេដាក់លើហ្នឹងទេគឺយើងដាក់ឲ្យកើតទេអារូបផ្ទាំងពណ៌បៃតងហ្នឹងដូចនៅក្នុងរូបគេហ្នឹងចឹងដើម្បីដាក់បានអ្នកគ្នាត្រូវចុចកន្លែងមួហ្នឹងកន្លែងត្រេ3ហ្នឹងចុចមកអ្នកគ្នាចុចពាក្យថា create រងចាំតិចមកអ្នកគ្នាខ្ញុំរៀប slow បន្តិចអូខេឥឡូវដល់ហើយយើងនេះឃើញអាហ្នឹងយើងចុចស្កត់លើវាចាំមកឃើញអាលើហ្នឹងចុចអាលើហ្នឹងមកអាកន្លែងMena key នេះអាកន្លែង root setting ខ្ញុំដឹងឈ្មោះអីទេខ្ញុំមកចេះអានផងគ្នាហើយត្រូវរងចាំ play ទេបើសាប់អ្នកនរគ្នាប្រហែលដើរលឿនអាចដើរអញ្ចឹងទៅដល់កន្លែងនេះយើងចុចកន្លែង tray 3តើមកអ្នកគេអូមកក្រោមចុចកន្លែងពាក្យថា passes នេះតើមកអូមកក្រោមហើយចុចឃើញពាក្យថា create a path ចុចវាមកអាកន្លែងនេះយើងចង់ដាក់រូបវាក៏បានដែរតែសម្រាប់ខ្ញុំអត់ដាក់ទេដាក់ចឹងមកទៅហើយអានេះឈ្មោះវាហ្នឹងយើងដាក់ឈ្មោះទៅតាមចំណង់ចំណូលចិត្តអ្នកគ្នាឥឡូវខ្ញុំដាក់ថា please ឥឡូវ please Roblox មកអូណាទេរកចង់ឃើញនេះអូខេRoblox please Roblox តមកយើងចុច create path ចុចលើវាមកតមកយើងអូសមកក្រោមមកនេះឃើញនេះផុនយើងហ្នឹងយើងចុចលើរូបវាមកចុចលើកន្លែងហ្នឹងកន្លែងរូបនេះចុចវាមកបន្ទាប់មកកន្លែងនេះយើងចុចកន្លែង tray 3ទៀតតមកនេះចុចនេះCeleste នេះតមកអ្នកគ្រីបើកន្លែងនេះមក item for Celeste នេះហើយមកកន្លែងនេះដាក់ Roblox អ្នកគ្នាចង់ដាក់មកដាក់ទៅសម្រាប់ខ្ញុំដាក់ឥឡូវខ្ញុំដាក់10 Roblox 10ខ្ញុំដាក់10មកតមកអ្នកគ្នាដាក់ថា fail fail អីហ្នឹងអត់ចង់ដាច់ទេគ្នាអត់ចេះអានតទៅបាន fail ហើយអ្នកគ្នាចុចចេញមកចុចចេញតមកនេះចូលplease donate យើងហ្នឹងមកចុច play មកទៅ slow អ្នកគ្នា slow ហ្មងទៅ slow ខ្លាំងអូគាំងហើយវាចាអូចង់រួយតែខ្ញុំអូចង់រួយទេអូខេមកយើងចុចលើតូបហាងយើងនឹងមកចុចលើអាតូបហាងយើងមកតមកវានឹងបានហើយអូខេនេះប្រាប់5 Roblox 5 Roblox នឹងមករៀន Roblox ហ្នឹងខ្ញុំដាក់ទៅមុនហើយប្រាក់10 Roblox ហ្នឹងខ្ញុំទុកដាក់មួយឯងហើយបើសិនជាគ្នាយើងធ្វើកើតអីអ្នកគ្នាអាចមើលវីដេអូយើងសតថ្មីក៏បានឬក៏ comment នៅក្នុងក្រោមវីដេអូចង់ខ្ញុំជួយដោះស្រាយឬធ្វើវីដេអូដោះស្រាយអំពីរឿងនេះអូដូចជាមាន